ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាប្រទេសកម្ពុជាស្ថិតក្រោមអាណាព្យាបាលបារាំងអស់រយៈពេល90ឆ្នាំចាប់តាំងពីឆ្នាំ1863ដល់ឆ្នាំ1953ក្រោមអាណាព្យាបាលប្រទេសកម្ពុជាបានឆ្លងកាត់សម័យនិងរបបជាច្រើនដូចជាសម័យសង្គមរាស្ត្រនិយមចុងព្រះរាជាណាចក្រកម្ពុជាទី1នៅឆ្នាំ1955ដល់ឆ្នាំ1970សម័យសាធារណរដ្ឋកម្ពុជានៅឆ្នាំ1970ដល់ឆ្នាំ1975សម័យកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ1975ដល់ឆ្នាំ1979សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជានៅឆ្នាំ1979ដល់ឆ្នាំ1989សម័យរដ្ឋកម្ពុជានៅឆ្នាំ1989ដល់ឆ្នាំ1991អន្តរកាលអ៊ុនតាក់និងឧត្តមក្រុមប្រឹក្សាជាតិ SNC នៅឆ្នាំ1991ដល់ឆ្នាំ1993ព្រះរាជាណាចក្រកម្ពុជាទី2នៅឆ្នាំ1993រហូតមកដល់បច្ចុប្បន្នសម្ដេចនរោត្តមសីហនុបានទាមទារឯករាជ្យពីបារាំងដោយជោគជ័យនៅថ្ងៃទី9ខែវិច្ឆិកាឆ្នាំ1953បន្ទាប់មកនៅឆ្នាំ1955ព្រះអង្គបានបង្កើតអង្គការនយោបាយមួយឈ្មោះថាសង្គមរាស្ត្រនិយមនិងកាន់អំណាចចាប់តាំងពីឆ្នាំ1955រហូតមកដល់ឆ្នាំ1970នៅឆ្នាំ1970ដោយកម្ពុជារងឥទ្ធិពលសង្គ្រាមត្រជាក់សង្គ្រាមបានផ្ទុះនៅក្នុងប្រទេសនិងបញ្ចប់ទៅវិញនៅឆ្នាំ1975ហើយរបបកម្ពុជាប្រជាធិបតេយ្យដែលមានការសម្លាប់មនុស្សអស់ជាង2លាននាក់បានចូលមកបន្តរហូតដល់ដើមឆ្នាំ1979នៅថ្ងៃទី7មករាឆ្នាំ1979កម្ពុជាបានរំដោះឲ្យរួចផុតពីរបបប្រជាធិបតេយ្យហើយបានកសាងប្រទេសឡើងវិញដោយបង្កើតនៅរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាក៏ប៉ុន្តែសង្គ្រាមនៅក្នុងស្រុកនៅតែបន្តចាប់ពីឆ្នាំ1987ដើម្បីសន្តិភាពសម្ដេចនរោត្តមសីហនុនិងសម្ដេចហ៊ុនសែនបានរកឃើញមាគ៌ាបញ្ចប់សង្គ្រាមតាមកិច្ចចរចារវាងភាគីទំនាស់និងធ្វើការបង្រួបបង្រួមជាតិខ្មែរឡើងវិញកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ1991បានបើកផ្លូវមកកាន់ការបោះឆ្នោតនៅឆ្នាំ1993ការបង្កើតរបបប្រជាធិបតេយ្យសេរីពហុបកនិងព្រះរាជាណាចក្រកម្ពុជាទី2ព្រមទាំងការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញក្នុងសម័យក្រោយសង្គ្រាម